ពិបាកចិត្តរឿងខ្លាញ់នឹងធាត់មកសាកញ៉ាំអាហារទាំងនេះវាពិតជារឿងមួយត្រឹមត្រូវណាស់ដែលថាផ្លែឈើអាចរំលាយជាតិខ្លាញ់បានព្រោះវាមានកាឡូរីខ្ពស់និងជាតិស្ករពីធម្មជាតិជាក់ស្ដែងដូចជាផ្លែចេកមួយផ្លែមាន100កាឡូរីមែនប៉ុន្តែវាផ្ដល់សុខភាពល្អជាងនំផ្អែមទៅទៀតខាងក្រោមនេះគឺជាផ្លែឈើមួយចំនួនដែលអាចជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយបានយ៉ាងល្អ1ដូងមានផ្ទុកទៅដោយ MCT ដែលអាចបង្កើនចង្វាក់នៃការរំលាយអាហាររបស់ថ្លើមរហូតដល់ 30% វាក៏ជាផ្លែឈើដែលមានរសជាតិផ្អែមនិងអាចប្រើជាអាហារសម្រន់ដែលអាចជំនួសអាហារមិនផ្ដល់សុខភាពបានដែរ2ផ្លែបឺជីវជាតិរបស់ផ្លែបឺមានខ្លាញ់មួយប្រភេទដែលអាចប្រាប់ដល់រាងកាយមិនឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បានការឡើងជាតិស្ករក្នុងឈាមអាចបណ្ដាលឲ្យរាងកាយរក្សាជាតិខ្លាញ់កាន់តែច្រើនហើយកាលណាមានជាតិខ្លាញ់ក្នុងខ្លួនច្រើនវាពិតជាមិនល្អចំពោះសុខភាពឡើយ3ប៉េងប៉ោះអាហារមួយនេះផ្ទុកទៅដោយវីតាមីន C និង Phytonutrient ខ្ពស់ដែលសុទ្ធសឹងតែអាចរំលាយជាតិខ្លាញ់បានទាំងអស់វីតាមីន C អាចឲ្យរាងកាយរំលាយជាតិខ្លាញ់ដែលរក្សាទុកជាមួយនឹងការហាត់ប្រាណបានសារធាតុ Phytonutrient Carotene ដើរតួជាអង់ទីអុកស៊ីដង់សម្រាប់រាងកាយអាចសម្រកទម្ងន់និងល្អចំពោះសុខភាពសរសៃឈាមបេះដូង4ផ្លែប៉ោមនិងសេរីផ្លែប៉ោមនិងសេរីអាចជួយសម្រកទម្ងន់តាមវិធីពីរយ៉ាងខុសគ្នានិងមានប្រសិទ្ធភាពបំផុតផ្លែឈើទាំងពីរនេះផ្ទុកជាតិសរសៃដែលជួយបង្កើនចង្វាក់នៃការរំលាយអាហារនិងអាចឲ្យយើងឆ្អែតបានយូរវិធីទី2នោះគឺថាវាជួយបន្ថែមសារធាតុ Pectin ក្នុងរបបអាហារដែលមាននីតិមិនឲ្យកោសិកាចាប់យកជាតិខ្លាញ់និងជួយឲ្យកោសិកាបឺតស្រូបយកជាតិទឹកបន្ថែម